bà bán chú chọn so háo ta ai mình tụi ban visa bên đại tệ chả sau đó đi lo mình tên nhom còn ta khơi comment đi phim nhom trong thua video tอบบอกបងប្អូនចាចម្លើយគឺចាអាចនឹងមិនទទួលបាន visa ទេអាចបងប្អូនចាទោះបើយើងបានឈឺឆាន់សក៏ដោយករណីនឹងដោយសារអីទី1គឺបន្ទុកនៅក្នុងការដូរវីសារបស់បងអាចនឹងត្រូវបានខាងក្រសួងអន្តរជាតិគេកាត់នៅក្នុងករណីណាមួយឧទាហរណ៍ថាយើងធ្លាប់ចាត្រូវបានរងការផាកពិន័យពីមុនមកឧទាហរណ៍ពីអាណត្តិទី1មកយើងធ្លាប់បានផាកពិន័យពីបញ្ហាដូចជាត ID card យឺតចាផាក4ដល់200000អីចឹងទៅករណីទាំងអស់ហ្នឹងបើសិនជាបងប្អូនចាហងការផាកពិន័យក្រម1លានចុះក្រមនឹងគឺគេអាចកាត់បន្ទុករបស់បងប្អូនបានហើយបើសិនជាបន្ទុករបស់យើងខ្ពស់គេកាត់ក៏ដោយក៏នៅសល់ចាអញ្ចឹងគឺអាចនឹងទទួលបានវីសាប៉ុន្តែបើគេកាត់បន្ទុកហើយស្រាប់តែអត់គ្រប់បន្ទុកនៅក្នុងការដូរវីសាទេនោះគឺបងប្អូនធ្លាក់ហើយចាទោះបើយើងបានឈូសឆុនសកតាស់ពីខាងតំបន់គេឈូសឆុនឲ្យយើងនឹងក៏ដោយដោយសារអីក្រសួងអន្តរប្រវេសន៍ជាមួយនឹងជាឆាត់ឆេតាមតំបន់គឺខុសគ្នាអញ្ចឹងការស្នើសុំវីសា E7 for all ហ្នឹងគឺតម្រូវឲ្យយើងស្នើសុំឈូសឆុនសនៅតាមតំបន់នីមួយៗសិនឧទាហរណ៍ថាយើងដាក់ស្នើសុំឈូសឆុនសទៅខាងមីរាំងស៊ីនៅខាងក្រុងសង្កាំដូអញ្ចឹងពេលដែលខាងមីរាំងស៊ីគេពិនិត្យទៅលើឯកសាររបស់យើងគឺគេអត់ដឹងទេថាយើងធ្លាប់ត្រូវបានខុសច្បាប់ក្នុងករណីណាមួយណាព្រោះថាកន្លែងហ្នឹងមានតែក្រសួងអន្តរប្រវេសន៍ទេដែលដឹងចាអញ្ចឹងហើយពេលដែលគេមើលលើឯកសាររបស់យើងឃើញថាអូបន្ទុករបស់យើងគ្រប់គ្រាន់នៅក្នុងការស្នើសុំឈូសឆុនសហើយអញ្ចឹងគេផ្ដល់ឈូសឆុនសឲ្យប៉ុន្តែពេលដែលដាក់ទៅក្រសួងអន្តរប្រវេសន៍គេឆែកមើលទៅឃើញថាអូបងធ្លាប់ត្រូវបានផាកពិន័យនៅក្នុងករណីនេះករណី A ឬក៏ករណី B អញ្ចឹងត្រូវតែកាត់បន្ទុកចេញ10បន្ទុកឬមួយក៏15បន្ទុកធម្មតាបើអត់កម្រិតភាសាកូរ៉េបន្ទុកនៅក្នុងការដូរវីសាត្រឹមតែ150ឡើងគឺគ្រប់គ្រាន់ហើយអញ្ចឹងបើសិនជាបងបានត្រឹមតែ150បន្ទុកទេគេពិនិត្យមើលទៅឃើញថាយើងធ្លាប់ត្រូវបានគេផាកពិន័យត្រូវកាត់បន្ទុករបស់បង10បន្ទុកចេញអញ្ចឹងយើងសល់តែ140បន្ទុក140បន្ទុកហ្នឹងគឺអត់អាចដូរវីសាទៅ E7 បានទេនេះហើយជាហេតុផលដែលទទួលបានឈូសឆាន់សហើយតែបែរជាមិនទទួលបានវីសានឹងគឺហេតុផលធំជាងគេចាហើយមួយទៀតករណីដែលទទួលបានឈូសឆាន់សហើយបែរជាកន្លែងការងារផ្លាស់ប្ដូរចិត្តអត់ចង់ដូរវីសាឲ្យយើងវិញចាករណីហ្នឹងក៏យើងអត់អាចទទួលបានវីសាដែរដោយសារតែខាងកន្លែងការងារដែលយើងធ្វើការរងថ្ងៃហ្នឹងគេផ្លាស់ប្ដូរចិត្តព្រោះករណីហ្នឹងគឺ